តាមពិតមន់ស្វឹងគេធ្វើអញ្ចឹងសោះខ្ញុំស្មានតែគេឲ្យមន់នឹងផឹកស្រែឲ្យស្វឹងហើយបានគេយកមកធ្វើម្ហូបតាមពិតគេយកស្រាយកម្នាក់ឆាជាមួយនឹងសាច់មាន់អញ្ចឹងសោះរសជាតិឆ្ងាញ់ណាស់អ្នកមិនចេះហូបស្រាក៏អាចហូបមុខម្ហូបមួយនេះបានដែរមុខម្ហូបនេះឈ្មោះថាមាន់ស្វឹងតែពេលហូបទៅអត់ស្វឹងទេអស់បាយពីឆ្នាំងអត់ដឹងខ្លួនហើយបើនិយាយពីវិធីធ្វើវិញគឺអត់មានពិបាកអីទេងាយស្រួលធ្វើមែនទែនដូចយើងឆាគ្រឿងមាន់អញ្ចឹងពុកម៉ែមួយគ្នាមកបងប្អូនណែមិនទាន់ចេះធ្វើមករៀនធ្វើជាមួយនឹងម៉ែកូនបើទាំងអស់គ្នាងាយស្រួលធ្វើមែនទែនឬក៏ថាបងប្អូនណែមិនទាន់មានពេលមើលទេជួយ share វីដេអូរបស់ម៉ែកូនបើទុកមើលម្នាក់មួយនៅថ្ងៃក្រោយក៏បានដែរហើយបើបានមាន់ស្រាយយកមកឆាទៀតរឹតតែឆ្ងាញ់ហើយបើនិយាយពីម៉ែកូនបើខ្ញុំនៅឆ្លៀតកាត់មាន់នឹងទុកមកកាផ្លូវទុកស្ងោរហូបព្រឹកទៀតយេមាន់មួយអាចធ្វើម្ហូបបាន2ពេលសម្រាប់មាន់ដែលយើងបានកាប់រួចរាល់ហើយគឺយើងលាងទឹកសម្អាតវារួចរាល់ហើយគឺយើងទុកវារៀងស្រស់ទឹកតិចមកយើងចាប់ដើមដាក់ខ្លាញ់ក្តៅយើងយកមាន់ទៅបំពងឲ្យវាឡើងក្រៀមបាន 50% ឲ្យវាឆ្អិន 50% កុំបំពងក្រៀមពេកនិយាយរួមទៅគឺយើងបំពងសាច់មាន់នឹងឲ្យវាឆ្អិន 50% មកបានហើយក្រោយពីយើងបំពងមាន់នឹងបានឆ្អិន 50% យើងដួសមាន់ចេញមកយើងដួសមាន់នឹងយកមកទុកម្ដងសិនយើងត្រៀមគ្រឿងសម្រាប់ឆាមាន់វិញម្ដងយើងឆាជាមួយនឹងស្រាបៀរហ្នឹងពុកម៉ែមួយគ្នាឥឡូវម៉ែកូនមើលបានដួសមាន់នឹងទុករួចរាល់ហើយយើងដាក់ឆ្នាំងខ្ទះមកដាក់ខ្លាញ់តែមិនទីសិនមកបានហើយដំបូងយើងដាក់ខ្ទឹមសហ្នឹងបំពងវាឡើងឈ្ងុយបន្តិចមកបន្ទាប់មកយើងដាក់ជាមួយនឹងខ្ទឹមសខ្ទឹមក្រហមហើយស្លឹកក្រូចគល់ស្លឹកគ្រៃហ្នឹងដាក់បំពងវាឲ្យរាងឈ្ងុយបន្តិចយើងបំពងអាគ្រឿងហ្នឹងរាងឈ្ងុយបន្តិចហើយចាំយើងដាក់សាច់មាន់របស់យើងចូលមើលតែគ្រឿងរបស់យើងចាប់ដើមរាងឈ្ងុយបន្តិចហើយយើងដាក់សាច់មាន់ចូលតែម្ដងអ្នកចាប់ដើមតែម្ដងតិចណាដូចយើងឆាគ្រឿងអញ្ចឹងពុកម៉ែមួយគ្នាយើងឆាសាច់មាន់បានឈ្ងុយជាមួយនឹងគ្រឿងហ្នឹងបន្តិចហើយយើងដាក់ជាមួយនឹងស្ករក្រហមដាក់ជាមួយនឹងប៊ីចេងដាក់ជាមួយនឹងម្សៅស៊ុបខ្នុរដាក់ជាមួយនឹងទឹកប្រេងខ្យងបន្តិចមកដាក់ជាមួយនឹងទឹកត្រីបន្តិចមកដើម្បីវាមានរសជាតិកាន់តែឆ្ងាញ់រួចហើយយើងឆាសាច់មាន់របស់យើងឲ្យចូលគ្នាជាមួយនឹងគ្រឿងហ្នឹងបានឡើងក្លិនឈ្ងុយហើយចាំយើងដាក់ស្រាបៀររបស់យើងចូលហើយស្រាបៀររបស់ម៉ែកូនបិទគឺជ្រើសរើសយកកេនស្បឺតអ្នកគ្នាកេនស្បឺតយកមកឆាមាន់ច្រវឹងអញ្ចឹងណាឆ្ងាញ់របស់គេមួយយ៉ាងដែរតែសម្រាប់ពីអ្នកដែលប្រពន្ធខ្ញុំអត់ចេះហូបស្រាអត់ចេះផឹកស្រាដូចគ្នាប៉ុន្តែយកស្រាយកមកធ្វើមាន់ច្រវឹងអញ្ចឹងអត់មានធំផ្លិនស្រាអីបន្តិចណាពុកម៉ែមួយគ្នារសជាតិឆ្ងាញ់ប្លែកមាត់ហ្មងឆ្ងាញ់ជាងយើងឆាគ្រឿងមាន់ធម្មតាឆាផ្អែមមាន់ធម្មតាអីគឺអានេះរសជាតិឆ្ងាញ់ជាងក្រោយពីយើងដាក់ស្រាបៀរចូលហើយគឺយើងរំងាស់សាច់មាន់ជាមួយនឹងស្រាបៀររហូតតដល់ដាច់ទឹកស្រាបៀរហ្នឹងពុកម៉ែមួយគ្នារំងាស់សាច់មាន់ហ្នឹងតល់តឡើងក្រៀមហ្មងអ្នកគ្នាដូចម៉ែកូនបឺតឆានៅក្នុងវីដេអូធ្វើឲ្យមើលនៅក្នុងវីដេអូហ្នឹងអញ្ចឹងនេះយើងរំងាស់វាតល់ដល់ដាច់ទឹកស្រាបៀរមើលតែសាច់មាន់របស់យើងឡើងក្រៀមដាច់ទឹកស្រាបៀរឡើយហើយយើងដាក់ជាមួយនឹងគល់ខ្ទឹមចូលបន្តិចមកតែប៉ុណ្ណឹងគឺរួចរាល់ហើយមាន់ស្បឹងរបស់យើងនៅក្នុងថ្ងៃនេះស្នាដៃរបស់ម៉ែកូនបឺតខ្ញុំណាឆ្ងាញ់ប្លែកមាត់តែម្ដងសម្រាប់មុខម្ហូបដែលម៉ែកូនបឺតមិនដែលហូបក៏ម៉ែកូនបឺតខ្ញុំអាចធ្វើមុខម្ហូបហ្នឹងចេញមកមានរសជាតិឆ្ងាញ់បានដែរពុកម៉ែមួយគ្នាមាន់ស្បឹងនេះគឺម៉ែកូនបឺតមិនដែលធ្វើមិនដែលហូបមកពីមុនទេណាប៉ុន្តែម៉ែកូនបឺតមើលតាម YouTube មើលតាម TikTok ទៅម៉ែកូនបឺតអាចធ្វើបានតែម្ដងហើយធ្វើមានរសជាតិឆ្ងាញ់ណាស់ពុកម៉ែបងប្អូនទាំងអស់គ្នាមិនដែលធ្វើពីមុនមកមែនប៉ុន្តែគឺធ្វើទៅគឺមានរសជាតិឆ្ងាញ់តែម្ដងថាតំណងមែនតើបងមកឃើញម៉ែកូនបឺតហូបបាត់ឆ្ងាញ់ណាស់មានធំផ្លាន់ស្រាបៀរអីបន្តិចទេរសជាតិវិញគឺឆ្ងាញ់តែម្ដងសម្រាប់បងមិនដែលធ្វើមិនដែលហូបអីអាចធ្វើតាមវិធីរបស់ម៉ែកូនបឺតនេះបានធានាថាឆ្ងាញ់តែម្ដងអាចធ្វើតាមម៉ែកូនបឺតបានណាធានាថាឆ្ងាញ់ជាប់មាត់តែម្ដងជាពិសេសបើបានធ្វើគ្រឿងខ្លែមពុកម៉ែមាត់គ្នាយកស្រាយកមកធ្វើគ្រឿងខ្លែមយកតែខ្លែមជាមួយនឹងស្រាវិញធានាថាឆ្ងាញ់តែម្ដងថ្ងៃនេះម៉ែកូនបឺតបានមកបញ្ចូលសម្លេងទេកូនបឺតធ្វើទុកពេកអ្នកទាំងអស់គ្នាចឹងនាំកូនបឺតទៅដើរលេងនៅក្រៅបាត់ហើយបើថាទុកកូនបឺតទៅឆែកឡូឡាពេញហ្នឹងបញ្ចូលសម្លេងកើតទេវលឺសំឡេងពេញហ្នឹងតែម្ដងចឹងហើយម៉ែកូនបឺតនាំកូនបឺតទៅលេងនៅខាងក្រៅបាត់ហើយទុកឲ្យខ្ញុំបញ្ចូលសំឡេងតែម្នាក់ឯងចង់ឲ្យម៉ែកូនបឺតបញ្ចូលសំឡេងតោះតែយកកូនបឺតហ្នឹងយកទៅផ្ញើនៅផ្ទះម៉ែរបស់ខ្ញុំចឹងហើយបានអាចបញ្ចូលសំឡេងបាន